រឿងរៃនិងស្រមោចរដូវប្រាំងរៃហើរច្រៀងលេងគ្មានគិតខ្វល់រកស្រូវអង្ករទុកឡើយឯស្រមោចជាសត្វឧស្សាហ៍ខំនាំគ្នារកស្បៀងទុករដូវភ្លៀងធ្លាក់មកដល់រៃអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោចសួររៃអើរៃកាលពីរដូវប្រាំងតើអ្នករវល់ធ្វើអ្វីបានជាមិនខំរកស្បៀងទុករៃឆ្លើយខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយស្រមោចតបរៃអើយពីដើមអ្នកធ្លាប់ច្រៀងលេងឥឡូវច្រៀងទៀតទៅព្រោះការច្រៀងនាំឲ្យអ្នកឆ្អែតរៃនៅតែទទូចអង្វរស្រមោចអោមិត្តអើយខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ទៅហើយអាណិតចែកស្បៀងឲ្យខ្ញុំខ្ចីបន្តិចមកស្រមោចឆ្លើយស្បៀងយើងមានខ្លះដែរតែទុកល្មមកូនចៅយើងពុំមានស្បៀងច្រើនចែករំលែកឲ្យអ្នកទេរៃអស់សង្ឃឹមក៏ហើរទៅវិញទាំងទុកសោកបន្ទាប់ពីស្ដាប់រឿងនេះចប់បងប្អូនអាចឆ្លើយនឹងសំណួរនេះបានដែរទេសំណួរទី1តើនៅក្នុងរឿងនេះមានតួអង្គប៉ុន្មានអ្វីខ្លះចាអញ្ចឹងនៅក្នុងរឿងនេះគឺមានតួអង្គ2គឺមានតួអង្គរៃនិងតួអង្គស្រមោចសំណួរទី2តើនៅរដូវប្រាំងរៃធ្វើអ្វីខ្លះហើយស្រមោចធ្វើអ្វីខ្លះនៅរដូវប្រាំងរៃគឺច្រៀងលេងយ៉ាងសប្បាយឯស្រមោចគឺខំប្រឹងរកស្បៀងទុកសម្រាប់វងរបស់ខ្លួនសំណួរទី3តើនៅរដូវវស្សារៃជួបនឹងបញ្ហាអ្វីហើយវាធ្វើដូចម្តេចនៅរដូវវស្សារៃគឺជួបនឹងបញ្ហាខ្វះស្បៀងអាហារហើយវាក៏ទៅសុំខ្ចីពីស្រមោចសំណួរទី4តើស្រមោចឲ្យស្បៀងទៅរៃខ្ចីឬទេហើយវានិយាយដូចម្តេចស្រមោចគឺមិនឲ្យស្បៀងទៅរៃខ្ចីទេវានិយាយថាបើអ្នកពីដើមឡើយធ្លាប់ច្រៀងលេងនៅរដូវប្រាំងឥឡូវនេះចូលអ្នកតែច្រៀងទៀតចោះបន្ទាប់ពីឆ្លើយសំណួរទាំងអស់នេះហើយតើបងប្អូនអាចប្រាប់បានទេថាតើរឿងរៃនិងស្រមោចនេះមានព្រឹត្តិការណ៍រឿងអ្វីខ្លះមានចំនួនប៉ុន្មានអញ្ចឹងនៅក្នុងរឿងរៃនិងស្រមោចនេះមានព្រឹត្តិការណ៍រឿងចំនួន2គឺនៅរដូវប្រាំងរៃហើរច្រៀងលេងឥតខ្វល់ខ្វាយហើយស្រមោចខំរកស្បៀងទុកចំណែកឯព្រឹត្តិការណ៍ទី2គឺនៅរដូវភ្លៀងធ្លាក់រៃអត់ស្បៀងក៏ទៅខ្ចីស្បៀងពីស្រមោចតែស្រមោចមិនឲ្យទេអញ្ចឹងបន្ទាប់ពីយើងសិក្សារឿងរៃនិងស្រមោចនេះចប់តើបងប្អូនអាចឆ្លើយនឹងសំណួរមួយនេះបានទេព្រឹត្តិការណ៍រឿងគឺជាអ្វីព្រឹត្តិការណ៍រឿងគឺជាហេតុការណ៍ដែលកើតឡើងនៅក្នុងរឿង